ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតនេះគឺជាម៉ោងទី3ដែលនិយាយអំពីការអភិវឌ្ឍអារម្មណ៍និងផ្នែកសង្គមភាពរបស់កុមារដើម្បីអភិវឌ្ឍនៅសមត្ថភាពភាសាកូនរបស់យើងតើយើងគួរតែត្រូវធ្វើដូចម្តេចខ្លះចម្លើយនោះគឺជាសៀវភៅរូបភាពការអានសៀវភៅរូបភាពត្រឹមតែ10នាទីក្នុងមួយថ្ងៃគឺមានថាមពលខ្លាំងក្នុងការដែលធ្វើឲ្យកូនរបស់យើងក្លាយជាអ្នកប្រាជ្ញខាងភាសាបានសៀវភៅរូបភាពមានវាក្យសព្ទសម្បូរបែបជាច្រើនដែលពិបាករកនៅក្នុងការសន្ទនាប្រចាំថ្ងៃកុមារអាចសន្និដ្ឋានអំពីអត្ថន័យនៃពាក្យថ្មីដោយភ្ជាប់រូបភាពនិងប្រយោគបានដោយធម្មជាតិបានហើយបំពេញនៅឃ្លាំងកំណត់នៃពាក្យវាក្យសព្ទរបស់ពួកគេបានប្រយោគនៅក្នុងសៀវភៅរូបភាពគឺមានលក្ខណៈសង្ខេបក៏ប៉ុន្តែក៏មានរចនាសម្ព័ន្ធវេយ្យាករណ៍ច្បាស់លាស់ផងដែរតាមរយៈការស្ដាប់សៀវភៅរូបភាពម្ដងហើយម្ដងទៀតកុមារអាចរៀនពីរបៀបដែលប្រយោគត្រូវរៀបចំយ៉ាងដូចម្តេចបានដោយធម្មជាតិទាំងនេះវាអាចនឹងធ្វើឲ្យកុមារបង្កើតបាននូវប្រយោគដែលត្រឹមត្រូវទៅតាមវេយ្យាករណ៍ដោយខ្លួនឯងបានផងដែរសាច់រឿងដែលសប្បាយៗគឺធ្វើឲ្យត្រចៀករបស់កុមារស្ដាប់ដោយយកចិត្តទុកដាក់ការចំណាយពេលដែលផ្ដោតលើសៀវភៅរូបភាពអាចជួយបង្កើននូវសមត្ថភាពការផ្ដោតអារម្មណ៍ក្នុងការស្ដាប់របស់កុមារបានទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកសង្គមភាពដោយសារតែវាបានបន្តទៅនូវសមត្ថភាពដែលយល់និងការស្ដាប់ពីរឿងរ៉ាវរបស់គ្រូឬមិត្តរហូតដល់ចប់បានបើគ្រាន់តែអានសៀវភៅរូបភាពឲ្យស្ដាប់នោះវាមិនគ្រប់គ្រាន់នោះទេសូមសន្ទនាជាមួយកូនរបស់លោកអ្នកដោយសួរសំណួរដូចជាតើមិត្តភក្តិម្នាក់នោះកំពុងតែគិតអំពីអ្វីទៅឬតើកូននឹងធ្វើយ៉ាងដូចម្តេចប្រសិនបើកូនស្ថិតនៅក្នុងស្ថានភាពមួយនោះកុមារអភិវឌ្ឍនូវជំនាញនៃការគិតនិងការបញ្ចេញមតិរបស់ពួកគេបានដោយការអានរឿងឡើងវិញក្មេងៗតែងតែសុំអានសៀវភៅរូបភាពដែលពួកគេចូលចិត្តរាប់សិបដងឡើងវិញម្ដងហើយម្ដងទៀតឪពុកម្ដាយអាចមានអារម្មណ៍ធុញនៅពេលនេះបានប៉ុន្តែកុមារទទួលបានស្ថិរភាពផ្លូវចិត្តបានតាមរយៈពាក្យដដែលៗហើយបញ្ចូលវាក្យសព្ទនិងប្រយោគនៅក្នុងរឿងទាំងស្រុងដែលអាចយកពាក្យទាំងនោះធ្វើជារបស់ខ្លួនឯងបានយ៉ាងល្អឥតខ្ចោះបានផងដែរបន្ទាប់ពីបានអានសៀវភៅនេះចប់ហើយសូមលោកអ្នកពង្រីកសាច់រឿងមួយនេះជាមួយកូនរបស់លោកអ្នកសូមសាកសួរថាចុះបើមិត្តភក្តិម្នាក់នោះដើរតាមផ្លូវផ្សេងវិញនោះឬតើកូនគិតថាចុងបញ្ចប់នៃសៀវភៅនេះនឹងទៅជាយ៉ាងណាកុមារអភិវឌ្ឍបាននូវសមត្ថភាពក្នុងការបង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេនិងបង្ហាញដោយសមហេតុផលបានសៀវភៅរូបភាពអាចធ្វើឲ្យយើងជួបប្រទះនឹងបទពិសោធន៍ដោយប្រយោលនូវអារម្មណ៍ផ្សេងៗតាមរយៈការអានអារម្មណ៍របស់តួអង្គសំខាន់ដូចជាដោយសារតែមិត្តបានយកប្រដាប់លេងទៅបាត់ដូច្នេះប្រហែលជាប្រកាសជាខូចចិត្តខ្លាំងហើយទាំងនេះកូនរបស់លោកអ្នកនឹងអភិវឌ្ឍសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់អ្នកដទៃតាមរយៈការទទួលបានដោយអារម្មណ៍ដោយផ្ទាល់សូមដាក់សៀវភៅមិនត្រឹមតែនៅក្នុងបន្ទប់របស់កូនរបស់លោកអ្នកប៉ុណ្ណោះនោះទេប៉ុន្តែក៏ត្រូវតែដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវផ្ទះបាយនិងកន្លែងផ្សេងៗទៀតនៅជុំវិញផងដែរវាមានសារៈសំខាន់ជាខ្លាំងក្នុងការដែលធ្វើឲ្យកុមារនៅជាប់ជាមួយនឹងសៀវភៅដោយងាយស្រួលបានហើយក៏សំខាន់ខ្លាំងផងដែរដែលឪពុកម្ដាយគួរតែបង្ហាញកូនថាពួកគេកំពុងតែអានសៀវភៅផងដែរការអានសៀវភៅរូបភាពគឺជាពេលវេលាដ៏សំខាន់ដែលមិនត្រឹមតែជួយឲ្យកុមារអភិវឌ្ឍសមត្ថភាពភាសារបស់ពួកគេតែប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងពង្រឹងនូវទំនាក់ទំនងផ្លូវចិត្តរវាងឪពុកម្ដាយនិងកូនផងដែរសម្រាប់នៅម៉ោងក្រោយយើងនឹងស្វែងយល់ជាមួយគ្នាហើយនឹងស្ដាប់អំពីការពិភាក្សាបែបវិទ្យាសាស្ត្រអំពីឥទ្ធិពលនៃការអានសៀវភៅរូបភាពលើការអភិវឌ្ឍខួរក្បាលអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះប្រសិនបើបងប្អូនទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយចុច like Subscribe និងចុចសញ្ញារូបកណ្ដឹងផងដែរអរគុណជួបគ្នានៅវីដេអូក្រោយ